អនុក្រឹត្យស្ដីពីការបំពេញបន្ថែមសមាជភាពនិងកែសម្រួលភារកិច្ចរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតកូសអចាប់ពីឆ្នាំ2022ដល់ឆ្នាំ2024រាជរដ្ឋាភិបាលបានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានឃើញព្រះរាជក្រឹត្យលេខនស/រកត/0918/925ចុះថ្ងៃទី6ខែកញ្ញាឆ្នាំ2018ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឃើញព្រះរាជក្រឹត្យលេខនស/រកត/0320/421ចុះថ្ងៃទី30ខែមីនាឆ្នាំ2020ស្ដីពីការតែងតាំងនិងកែសម្រួលសមាជភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឃើញព្រះរាជក្រមលេខនស/រកម/0618/012ចុះថ្ងៃទី28ខែមិថុនាឆ្នាំ2018ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានឃើញព្រះរាជក្រមលេខនស/រកម/0605/020ចុះថ្ងៃទី20ខែមិថុនាឆ្នាំ2005ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានឃើញព្រះរាជក្រមលេខនស/រកម/0315/003ចុះថ្ងៃទី26ខែមីនាឆ្នាំ2015ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានឃើញព្រះរាជក្រមលេខនស/រកម/0508/018ចុះថ្ងៃទី24ខែឧសភាឆ្នាំ2008ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌបានឃើញព្រះរាជក្រមលេខនស/រកម/1215/015ចុះថ្ងៃទី11ខែធ្នូឆ្នាំ2015ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាលសម្រាប់ប្រការ1ត្រូវបានបំពេញបន្ថែមសមាជភាពនៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតអក្សរកាត់កសអក្នុងយុទ្ធនាការការពារការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនិងការបោះឆ្នោតថ្នាក់ជាតិថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ2022ដល់ឆ្នាំ2024ដែលមានសមាជភាពដូចខាងក្រោម1សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រធាន2សម្ដេចពិជ័យសេនាទាបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិអនុប្រធាន3ឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអនុប្រធាន4ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនពាន់មនីរតន៍ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុប្រធាន5ឯកឧត្តមវងសោតរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាសមាជិក6ឯកឧត្តមឥតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសមាជិក7ឯកឧត្តមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានសមាជិក8ឯកឧត្តមប៉ានសូសារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសមាជិក9ឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សមាជិក10ឯកឧត្តមស្វាយស៊ីថារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបព័ត៌មាននិងប្រតិកម្មរហ័សសមាជិក11ឯកឧត្តមសុកចិន្តាសោភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាសមាជិក12ឯកឧត្តមសកសេដ្ឋារដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃសមាជិក13ឯក
ឯកឧត្តមចាយសង្យុនរដ្ឋលេខាធិការក្រសួងការពារជាតិសមាជិក14ឯកឧត្តមសន្តិបណ្ឌិតតេងសាវុងរដ្ឋលេខាធិការក្រសួងមហាផ្ទៃសមាជិក15ឯកឧត្តមប៊ុនហុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃសមាជិក16ឯកឧត្តមឡាំជារដ្ឋលេខាធិការក្រសួងមហាផ្ទៃសមាជិក17ឯកឧត្តមសន្តិបណ្ឌិតម៉ៅច័ន្ទតារារដ្ឋលេខាធិការក្រសួងមហាផ្ទៃសមាជិក18ឯកឧត្តមសន្តិបណ្ឌិតសុកផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃសមាជិក19ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតណេតសាវឿនអគ្គស្នងការនគរបាលជាតិសមាជិក20ឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទសមាជិក21ឯកឧត្តមនាយឧត្តមសេនីយ៍ប៉ៅភ័ក្រអគ្គលេខានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃសមាជិក22ឯកឧត្តមនាយឧត្តមសេនីយ៍កងសុខនអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសមាជិក23ឯកឧត្តមនាយឧត្តមសេនីយ៍គៀតចន្ទថារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍សមាជិក24ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសសមាជិក25ឯកឧត្តមនាយឧត្តមសេនីយ៍សេងយូអនអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃសមាជិក26ឯកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកសមាជិកនិង27ឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តសមាជិកមាត្រា2តួនាទីនិងភារកិច្ចរបស់កសអត្រូវបានកែសម្រួលបំពេញបន្ថែមដូចខាងក្រោមតាមដានត្រួតពិនិត្យរៀបចំគ្រប់គ្រងនិងប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធធានាឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនិងការបោះឆ្នោតថ្នាក់ជាតិថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ2022ដល់ឆ្នាំ2024តាមនីតិកាលនិងអាណត្តិនីមួយៗប្រព្រឹត្តទៅប្រកបដោយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពគ្មានការភ័យខ្លាចការបំផិតបំភ័យការគំរាមកំហែងនិងគ្មានអំពើហិង្សាផ្សេងៗធ្វើការពិគ្រោះយោបល់និងចាត់ចែងផ្ដល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមរួមទាំងវិស័យការងារផ្សេងៗទៀតតាមសំណើរបស់គជបឬនិងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធពិសេសច្បាប់ស្តីពីការបោះឆ្នោតបទបញ្ជានិងនីតិវិធីរបស់គជបផែនការអន្តរស្ថាប័នរបស់ក្រសួងមហាផ្ទៃក្រសួងការពារជាតិនិងគជបក្រមសីលធម៌និងសេចក្តីណែនាំពាក់ព័ន្ធផ្សេងៗទៀតផ្សព្វផ្សាយគោលការណ៍សកម្មភាពនិងលទ្ធផលនៃការអនុវត្តតួនាទីភារកិច្ចរបស់កសអក៏ដូចជាខ្លឹមសារនានាពាក់ព័ន្ធដល់ការធានាសន្តិសុខសម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនិងការបោះឆ្នោតថ្នាក់ជាតិថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ2022ដល់ឆ្នាំ2024តាមនីតិកាលនិងអាណត្តិនីមួយៗជូនដល់សាធារណមតិជាតិអន្តរជាតិបានយល់ដឹងនិងជ្រួតជ្រាបប្រម៉ែប្រមូលព័ត៌មានអំពីហេតុការណ៍ឬព្រឹត្តិការណ៍នានាពាក់ព័ន្ធដល់សភាពការសន្តិសុខនៃកិច្ចដំណើរការបោះឆ្នោតនិងព័ត៌មានពីគ្រប់ប្រភពដែលបានផ្សព្វផ្សាយធ្វើឲ្យមានផលប៉ះពាល់ដល់បរិយាកាសសន្តិសុខនៃកិច្ចដំណើរការបោះឆ្នោតដើម្បីធ្វើការបកស្រាយបំភ្លឺប្រតិកម្មវាយបកបន្សាបឥទ្ធិពលបញ្ជាការភ័ន្តច្រឡំពីសំណាក់សាធារណមតិជាតិអន្តរជាតិក្នុងករណីធ្ងន់ធ្ងរត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីអនុវត្តវិធានការច្បាប់ចាត់ចែងគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្សសម្ភារៈឧបករណ៍បច្ចេកទេសនិងមធ្យោបាយគ្រប់ប្រភេទរបស់ក្រសួងស្ថាប័ននិងអង្គភាពពាក់ព័ន្ធដែលមានស្រាប់ក្នុងទិសដៅជំរុញយុទ្ធនាការការពារការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនិងការបោះឆ្នោតឲ្យទទួលបានជោគជ័យធ្វើការបណ្ដុះបណ្ដាលកសាងសមត្ថភាព
និងអប់រំផ្សព្វផ្សាយគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់គ្រប់យន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតនិងភ្នាក់ងារបសន្តិសុខបោះឆ្នោតឲ្យបានជ្រួតជ្រាបនិងដើម្បីសហការអនុវត្តធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសម្រាប់ការបោះឆ្នោតឲ្យមានលក្ខណៈកាន់តែប្រសើរឡើងប្រកបដោយការទទួលខុសត្រូវខ្ពស់លើកគម្រោងស្នើថវិកាបំប៉នដល់គ្រប់យន្តការរចនាសម្ព័ន្ធនិងភ្នាក់ងារសន្តិសុខបោះឆ្នោតនិងគម្រោងថវិកាសម្រាប់ការផ្គត់ផ្គង់ជាសម្ភារៈមធ្យោបាយប្រេងឥន្ធនៈការបណ្ដុះបណ្ដាលនិងការចំណាយចាំបាច់ផ្សេងទៀតបម្រើដល់កិច្ចប្រតិបត្តិការពារយុទ្ធនាការចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោតនីមួយៗដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យនិងអនុម័តមាត្រា3មាត្រា1និងមាត្រា2នៃអនុក្រឹត្យលេខ248 អនក្របកចុះថ្ងៃទី17ខែធ្នូឆ្នាំ2021ស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតកសអចាប់ពីឆ្នាំ2022ដល់ឆ្នាំ2024និងបទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍មាត្រា4រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋមន្ត្រីក្រសួងការពារជាតិរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារដ្ឋមន្ត្រីក្រសួងយុត្តិធម៌រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរដ្ឋមន្ត្រីក្រសួងព័ត៌មានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបព័ត៌មាននិងប្រតិកម្មរហ័សរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាអគ្គស្នងការនគរបាលជាតិអគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍អភិបាលនៃគណៈអភិបាលរាជធានីខេត្តរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធព្រមទាំងសមាជិកភាពដូចមានចែងក្នុងមាត្រា1ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅថ្ងៃអង្គារ10រោចខែចែកឆ្នាំខាលចត្វាស័កពុទ្ធសករាជ2565ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី26ខែមេសាឆ្នាំ2022នាយករដ្ឋមន្ត្រីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន